$55 ហើយឥឡូវខ្ញុំទៅបង្ហាញនៅក្នុង PayPal សិនថាតើនៅក្នុង PayPal របស់ខ្ញុំគឺទទួលបានទឹកលុយពី$3.34ហ្នឹងពិតមែនឬក៏អត់គឺបានចូលទៅក្នុង PayPal ឬក៏នៅអញ្ចឹងឥឡូវតោះទៅទស្សនាទាំងគ្នាអូខេអ្នកនាងអញ្ចឹងឥឡូវចូលមកដល់ PayPal របស់ខ្ញុំហើយអញ្ចឹង PayPal របស់ខ្ញុំគឺខ្ញុំឡើងទៅដល់$44គឺខ្ញុំដកបានចំណុច$3.34នៅថែមទៀតអញ្ចឹង$3.34នេះគឺជាលុយដែលខ្ញុំធ្វើការដកអំបញ្ញមិញហ្នឹងបាទពីក្នុងហ្គេមចោលថ្មហ្នឹងមកចូលក្នុងហ្គេមសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីបន្តទៀតអ្នកគ្នានៅក្នុង Channel YouTube របស់ខ្ញុំ Create Money MMO បាទនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងធ្វើការទៅបង្ហាញបងប្អូនយើងពីការដកលុយជាមួយនឹងហ្គេមចោលថ្មបន្តទៀតគឺ3 Legend ទេប៉ុន្តែនៅដើមវីដេអូនេះគឺខ្ញុំនិយាយតាក់ទងបន្ថែមតាក់ទងជាមួយនឹង comment គ្នាយើងគាត់បានឲ្យខ្ញុំប្រាប់ពីរបៀបអីគេនៅខាងក្រោមនេះណាបាទនេះគឺជាការគាត់ comment នៅខាងក្រោមហ្នឹងគាត់ឲ្យខ្ញុំជួយប្រាប់ពីរបៀបដកលុយពី PayPal ទៅក្នុងធនាគារ ABA បាទ ABA អញ្ចឹងហីគាត់សរសេរ ABA អញ្ចឹងខ្ញុំកាត់យកថា ABA ចុះអញ្ចឹងបើសិនគាត់ចង់ធ្វើការឲ្យដកទៅក្នុង ABA ឲ្យខ្ញុំបង្ហាញគឺបងប្អូនយើងអាចធ្វើការមកមើលវីដេអូបានព្រោះវីដេអូគឺខ្ញុំបានបង្ហាញឲ្យតកតងជាមួយនឹងការដកលុយពី PayPal ទៅ ABA និយាយរួមទៅការដកលុយពី PayPal ទៅ ABA ឬក៏ពី PayPal ទៅ AC ដូចតែគ្នាទេអ្នកគ្នាដូចតែគ្នាទេតែអ្វីដែលសំខាន់គឺបងប្អូនយើងបានភ្ជាប់កាតឬក៏ link កាតជាមួយនឹង PayPal ជាមួយនឹងធនាគាររបស់យើងហើយឬនៅដូចជា ABA link ជាមួយនឹង PayPal ឬក៏ AC link ជាមួយនឹង PayPal បាទអញ្ចឹងណាអញ្ចឹងអាស្រ័យលើបងប្អូនយើងធ្វើការ link កាតទេបើសិនបងប្អូនយើង link ជាមួយនឹង ABA បងប្អូន link ហើយ confirm ជាមួយនឹងកាតជាមួយនឹង PayPal ហើយអស់ហើយបងប្អូនយើងចង់ធ្វើការដកបងប្អូនយើងអាចដកបានគ្រាន់តែធ្វើការចុចតាមខ្ញុំមកតាមវីដេអូខ្ញុំបានធ្វើការបង្ហាញហ្នឹងទៅបងប្អូនយើងអាចដកតាមរយៈ app ក៏បានដកតាមរយៈ browser ច្រំក៏បានដែរបើសិនបងប្អូនយើងចង់ធ្វើការដកទៅឲ្យត្រូវតាមវីដេអូរបស់ខ្ញុំបងប្អូនយើងអាចចូលទៅក្នុង browser ច្រំហើយវាពាក្យថា PayPal ហើយបងប្អូនយកបន្តពាក្យថា login បងប្អូនបញ្ចូលជាមួយនឹង Gmail PayPal ហើយនឹងឈ្មោះ PayPal អធិស្ឋាន Gmail PayPal ហើយនឹង password PayPal របស់បងប្អូនយើងទៅគឺបងប្អូនយើងអាច login ចូលទៅក្នុង account PayPal ដែលបងប្អូនយើងចង់ធ្វើការដកនឹងបានហើយអូខេអញ្ចឹងឥឡូវតើយើងខ្ញុំនាំបងប្អូនយើងចូលទៅមើលវីដេអូដែលខ្ញុំបានបង្ហាញតាក់ទងជាមួយនឹងការដកលុយពី PayPal ទៅ ABA សិនបាទត្រូវមើលអ្នកនាងណាដោយសារខ្ញុំបានធ្លាប់ធ្វើការបង្ហាញហើយដូចជាវីដេអូនេះគឺខ្ញុំដកលុយពី PayPal ទៅ AC បាទតម្រង់ការដកពី PayPal ទៅ AC ឬក៏ពី PayPal ទៅ ABA ដូចគ្នាទេអ្នកនាងដូចតែគ្នាទេវាអត់ខុសអីទេវាខុសតែធនាគារទេបាទវាគ្រាន់តែខុសជាមួយទៀតខុសគ្រាន់ថាបើសិនជាបងប្អូនយើងដកទៅក្នុង AC គឺអត់រងចាំយូរទេដកភ្លាមចូលភ្លាមប៉ុន្តែបើសិនជាករណីបងប្អូនដកទៅក្នុង ABA គឺតម្រូវបងប្អូនរងចាំ2ថ្ងៃទៅ3ថ្ងៃហើយថ្ងៃដែលយើងធ្វើការដកហ្នឹងបន្ទាប់ពីយើងធ្វើការដកហ្នឹងគឺត្រូវតែធ្វើការរងចាំជាថ្ងៃដែលគេធ្វើការឧទាហរណ៍ថាឥឡូវនេះគឺជាថ្ងៃពុធអញ្ចឹងបងប្អូនដកពីថ្ងៃនេះទៅថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រគឺយើងប្រហែលយើងបានលុយហើយប៉ុន្តែបើសិនជាបងប្អូនយើងដកថ្ងៃពហុឧទាហរណ៍ណាបងប្អូនដកថ្ងៃពហុថ្ងៃសុក្រអញ្ចឹងបានតែ2ថ្ងៃទេនៅមួយថ្ងៃទៀតវាអាចលើកបងប្អូនយើងទៅដល់ថ្ងៃច័ន្ទបងប្អូនយល់អត់លើកទៅដល់ថ្ងៃច័ន្ទអញ្ចឹងបានន័យថាវាធ្វើការតាពីច័ន្ទដល់សុក្រទេធនាគារ ABA ណាឬក៏ AC ហ្នឹងពីច័ន្ទដល់សុក្រអញ្ចឹងយើងដកនៅក្នុងថ្ងៃដែលគេធ្វើការបានលុយវាបានវាត្រូវតាមគោលការណ៍របស់ធនាគារ ABA បាទអ្នកគ្នាណាអាហ្នឹងគឺជាបាទអ្វីដែលខ្ញុំបានដឹងខ្ញុំបានដឹងតាក់ទងជាមួយនឹងការដកហ្នឹងព្រោះខ្ញុំបានដកជាមួយនឹងវីដេអូមុនវីដេអូមុនរៀងចាស់ដែរបាទរៀងចាស់វីដេអូដែរគឺខ្ញុំបានបង្ហាញពីការដកពី PayPal ទៅ ABA ណាបាទឥឡូវខ្ញុំទៅរកមើលសិនអ្នកគ្នាបាទនេះបាទបងប្អូនអ្នកគ្នានេះគឺជារបៀបនៃការដកពី PayPal ទៅ ABA បាទនៅក្នុងវីដេអូមួយនេះបាទវីដេអូមួយនេះណាបងប្អូនមើលអ្នកគ្នាតណាបាទនៅក្នុងវីដេអូហ្នឹងគឺខ្ញុំបានតម្លាក់តាំងពី3ខែមុនអញ្ចឹងបងប្អូនយើងអាចមករកមើលវីដេអូបានតែ3ខែមុនទេអត់ធ្វើការខុសផុតកំណត់ទេបាទអញ្ចឹងយើងអាចមកមើលវីដេអូហ្នឹងបានបាទវីដេអូហ្នឹងទៅតែ3ខែទេយល់រួមទៅវាអត់ធ្វើការ upload ឬក៏ update អីទេតាក់ទងជាមួយនឹងការដកនេះព្រោះខ្ញុំដកតាមរយៈ browser បាទ browser ច្រំខ្ញុំ login ជាមួយនឹង PayPal នៅក្នុងហ្នឹងដើម្បីវាព្រោះ PayPal របស់ខ្ញុំវាជា PayPal Bahrain ឬក៏បងប្អូនយើង PayPal ប្រទេសអីក៏ដោយ
ពេលដែលបងប្អូនយើងអត់បើសិនជាអត់ចេះអង់គ្លេសបងប្អូនយើងអាចចូលទៅក្នុង browser ច្រុំហ្នឹងទៅហើយវាពាក្យដូចខ្ញុំបានបង្ហាញទៅបាទ PayPal ហ្នឹងមកបងប្អូន log in ជាមួយនឹង Gmail PayPal ហើយនឹង password Gmail PayPal ហ្នឹងទៅហើយបងប្អូនយើងអាច log in ចូលបានហើយបងប្អូនយើងអាចធ្វើការដកតាមវីដេអូដែលខ្ញុំបានធ្វើការបង្ហាញហ្នឹងបានហើយរបៀបនៃការដកដូចតែគ្នាទេអ្នកគ្នាវាគ្រាន់តែខុសតែធនាគារទេណាបាទខ្ញុំសូមបញ្ជាក់នេះបាទ ABA បាទគឺខ្ញុំបង្ហាញពីការដកពី PayPal ទៅ ABA ណាបងប្អូនយើងអាចមើលវីដេអូហ្នឹងបានណាគ្នាអាចមើលវីដេអូហ្នឹងបានហើយវីដេអូមួយទៀតគឺខ្ញុំបានប្រាប់ដែររៀងចាស់ដែរអ្នកគ្នារៀងយូរដែរវីដេអូហ្នឹងគឺខ្ញុំបានប្រាប់ពីការ link card ខ្ញុំ link card ភ្លាមខ្ញុំដកទៅក្នុង ABA ភ្លាមប៉ុន្តែរងចាំ3ថ្ងៃទៅដល់4ថ្ងៃបាទដូចជាវីដេអូនេះបាទនេះវីដេអូនេះគឺខ្ញុំបានប្រាប់បងប្អូនយើងពីការភ្ជាប់កាតណាបាទពីការភ្ជាប់ link card ពី PayPal ចូលភ្ជាប់ជាមួយនឹង ABA បាទវីដេអូនេះណាគ្នាអញ្ចឹងបើសិនបងប្អូនយើងអត់បានទស្សនាវីដេអូពីមុនទេឬក៏អត់ចេះទេបងប្អូនអាចមើលវីដេអូនេះបាននេះវីដេអូនេះគឺខ្ញុំបានប្រាប់ហើយវីដេអូហ្នឹងគឺខ្ញុំធ្វើការ link card ភ្លាមខ្ញុំ link ភ្ជាប់ជាមួយនឹង ABA ភ្លាមគឺខ្ញុំដកលុយមកក្នុងABA តែម្ដងបាទខ្ញុំដកសាកល្បងមើលណាចំនួនដូចជាប្រហែលដុល្លារដែរកាលនោះខ្ញុំដកណាបាទអញ្ចឹងបងប្អូនយើងអាចមើលនៅក្នុងវីដេអូចាស់បានគឺខ្ញុំបានធ្វើការបង្ហាញរួចរាល់អស់ហើយតើតើមួយការដកហ្នឹងបាទតើតើមួយការដកលុយពី PayPal ទៅ ABA ឬក៏ពី PayPal ទៅ AC បាទនៅតែវិញទេដែលខ្ញុំតើបានធ្វើការបង្ហាញដោយសារតែវិញខ្ញុំអត់ដឹងថាការដកពី PayPal ទៅវិញតាមរយៈកាតរបស់វិញហ្នឹងគឺបានឬក៏អត់ទេអត់ទាន់ដឹងដោយសារខ្ញុំអត់មានកាតវិញទេខ្ញុំមានតែកាត ABA ឬក៏កាត AC ហ្នឹងឯងបាទអ្នកនាងអូខេឥឡូវមកខាពេតោះតែទស្សនាតើតើមួយការដកតែម្ដងមកខាពេអញ្ចឹង6នាទីទៀតហើយឥឡូវខ្ញុំធ្វើការចូលមកក្នុងកម្មវិធី game ចោតថ្មហ្នឹងសិនបាទgame ដែលខ្ញុំធ្វើការដកលុយបានច្រើនជាងគេមានតែ game ចោតថ្មទេហើយបន្ទាប់ពីហ្នឹងគឺសិតតែ game ផ្សេងៗទៀតដែលខ្ញុំធ្វើការដកបានប្រហែលជាមួយស្លឹកដែរបាទមួយស្លឹក100ហ្នឹងឥឡូវគឺខ្ញុំចូលមកដល់ game ចោតថ្មនេះហើយបងប្អូនចាំផ្លែតបាទអូខេបងប្អូនអរគ្នាអញ្ចឹងឥឡូវគឺខ្ញុំបានចូលមកដល់នៃកម្មវិធី game ចោតថ្មនេះបាទនេះគ្នាយើងក៏បានធ្វើការដកបាន$24នេះបាទ limit របស់វាគឺតែ$20ទេ limit របស់វាណានេះ limit ទៅនេះបាទកន្លែងស្លឹកលុយនេះគឺតែ$20ទេឥឡូវនេះគឺខ្ញុំបានបំពេញមកដល់លេខត្រឹម175ទៀតហើយអ្នកនាង175ហើយបើសិនជាករណីវាក្រោមលេខក្រោម199ចុះក្រោមគឺខ្ញុំអាចធ្វើការដកបានចំនួន$14ថែមទៀតដែរនៅត្រង់កន្លែងតែហ្នឹងគឺមានគ្នាយើងគាត់ comment ថាគាត់ប្រើស្នែងប្រើធុងស្គរប្រើស្នែងពណ៌មាសប្រើអស់ច្រើនមែនតែននៅត្រង់តែហ្នឹងនៅត្រង់តែហ្នឹងគឺខ្ញុំជម្រាបបង្ហាញបងប្អូនយើងតិចទៅបាទចំពោះ account របស់ខ្ញុំគឺខ្ញុំមានការណែនាំសមាជិកខ្លះប៉ុន្តែបើសិនបងប្អូនយើងថ្មីដំបូងប្រហែលជាខ្ញុំអត់ទាន់ដឹងថាមិនដែរអញ្ចឹងដល់ទីកន្លែងហ្នឹងណាប៉ុន្តែជាក់ស្ដែងនៅក្នុង account ទី2របស់ខ្ញុំគឺខ្ញុំអាចដកបានធម្មតា account ទី2របស់ខ្ញុំគឺអត់មានការណែនាំមិត្តភ័ក្តិទេបាទអត់មានទេអត់មានការណែនាំសមាជិកអញ្ចឹងណាគ្នាឬក៏ account បងប្អូនរបស់ខ្ញុំបាទគឺអត់មានទេអត់មានការណែនាំសមាជិកទេបងប្អូនខ្ញុំអត់ចេះណែនាំសមាជិកទេអញ្ចឹងណាគ្នាខ្ញុំអត់យល់ដែរណាអញ្ចឹងខ្ញុំប្រហែលនឹង recommend ប្រាប់បងប្អូនយើងដែរប៉ុន្តែខ្ញុំចង់តម្រូវបងប្អូនយើងបានខិតខំធ្វើឲ្យអស់ចង់ថាអត់ឲ្យអស់ជើងនៅអញ្ចឹងណាបំពេញវានៅព្រោះអីជួនកាលវាដូចជាសោកលឹះទ្វារអញ្ចឹងពេលយើងចាក់អត់ដល់វាអត់បើកកលឹះទ្វារយើងចូលបានទេតែបើយើងចាក់ដល់ទៅគឺយើងអាចបើកសោនឹងបានបាទអានេះដូចជាអញ្ចឹងណាអូខេឥឡូវខ្ញុំចេញមកវិញខ្ញុំចូលមកក្នុងកន្លែងកាក់តែម្ដងអូខេអញ្ចឹងនៅក្នុងកន្លែងកាក់នេះគឺខ្ញុំមានលុយចំនួនតែ$3.34សេនទេឥឡូវខ្ញុំធ្វើការដកតែម្ដងហើយមុននឹងការដកខ្ញុំបង្ហាញខាងលើបន្តិចសិនខាងលើនេះគឺខ្ញុំដកបានចំនួនទៅដល់$251ហើយតើតើមួយហ្គេមនេះបាន1លានបាទខ្ញុំដកចំនួន3សេន4សេន$14អីចឹងណាច្រឡំ4សេន3សេន$3 $2 $3 អីចឹងណាគ្នា$14អញ្ចឹងទៅដកតាមអ្វីដែលខ្ញុំបានធ្វើការលេងទៅណាឥឡូវធ្វើការចេះពីថា withdraw តែម្ដងបន្តមកទៀតគឺបងប្អូនធ្វើការចេះ confirm យកមកណាតែហ្នឹងគឺខ្ញុំបានប្រាប់ច្រើនដងហើយខ្ញុំអត់បង្ហាញច្រើនដងទៀតទេខ្ញុំធ្វើការចេះ confirm តែម្ដងណាបងប្អូនអរគ្នាអូខេមកដល់តែម្ដងនេះគឺបងប្អូនឃើញលុយហើយនេះគឺមួយដុំនេះបាទប៉ុន្តែលុយរបស់យើងតែ$3ជាងទេឥឡូវបងប្អូនចុចលើប៊ូតុងវាថា happy to នេះមកបាទបន្ទាប់មកលុយរបស់យើងបានកាត់ចេញអស់ហើយនៅសល់0ទេបាទចាំបងប្អូនកន្លែងមើលខាងលើនេះគឺឃើញគេដាក់ថា withdraw វិញ US $3.34សេនអូខេអញ្ចឹងបងប្អូនចុចលើកន្លែងហ្នឹងមកបងប្អូននឹងឃើញប្រវត្តិនៃការដករបស់យើងហើយនេះអញ្ចឹងប្រវត្តិនៃការដករបស់ខ្ញុំគឺ$3.34សេនគឺបានដកទៅហើយប៉ុន្តែអត់ទាន់ធ្វើការcomplete ឬក៏ជោគជ័យទេអញ្
ចឹងតម្រូវបងប្អូនយើងរងចាំសិនហើយការដកនេះគឺខ្ញុំដកនៅវេលាម៉ោង10:20 នាទីបាទ10:20 នាទីហ្នឹងបើសិនជាខ្ញុំធ្វើការដកតាំងពីព្រឹកណាដកតាំងពីព្រឹកគឺបានលឿនលុយណាលុយចូលមកក្នុង PayPal បាត់ហើយស្មាននេះហ៎ប៉ុន្តែគឺខ្ញុំដកស្មាននេះអញ្ចឹងបែរជាថ្ងៃត្រង់ហើយល្ងាចបាទរសៀលគឺខ្ញុំបានលុយហ្នឹងអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំសូមធ្វើការ stop ឬបញ្ចប់តែប៉ុណ្្នឹងបាទអរគុណច្រើនខ្ញុំមិនដឹងថាបងប្អូនយើងបានទស្សនាវីដេអូរបស់ខ្ញុំបានចប់ឬក៏អត់ទេប៉ុន្តែបងប្អូនយើងអាចព្យាយាមទស្សនាឲ្យចប់ទៅដោយសារតែខ្ញុំនិយាយវីដេអូគឺមានការapply បាទឬក៏តបខមមិនបងប្អូនយើងផងធ្វើការបង្ហាញពីការដកលុយផងអញ្ចឹងវារឿងបងប្អូនយើងពិបាកតែអញ្ចឹងតម្រូវបងប្អូនយើងធ្វើការមើលឲ្យបានចប់ដើម្បីដឹងអូខេបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំមកធ្វើការបង្ហាញដើម្បីបញ្ចប់វីដេអូតែម្ដងអញ្ចឹងបងប្អូនឃើញវីដេអូរបស់ខ្ញុំគឺបានដកចំនួន$3.34ហើយដកនៅវេលាម៉ោង10ជាងឥឡូវនេះគឺខ្ញុំទទួលបានលុយនឹងហើយបាទទទួលបានលុយនឹងហើយចូលទៅក្នុងគណនី PayPal ហើយបាទអញ្ចឹងបើយើងគិតជាម៉ោងទៅប្រហែលជា1ម៉ោងទៅ2ម៉ោងយ៉ាងយូរបាទខ្ញុំដកថ្ងៃនេះគឺថ្ងៃពុធទី11បាទទី11ខែកុម្ភៈ2026ជិតដល់ថ្ងៃ14កុម្ភៈណាបងប្អូនអ្នកគ្នាអញ្ចឹងឥឡូវគឺខ្ញុំបង្ហាញពីទឹកលុយតែម្ដងចុចលើឯកាក់វានឹងមកហើយបងប្អូនចុចនៅកន្លែងប្រវត្តិខាងលើនេះបាទបន្តមកឃើញទឹកលុយនេះគឺ$3.34គឺខ្ញុំទទួលបាននៅជោគជ័យនេះបាទប្រវត្តិខាងដកខាងលើហ្នឹងបាទហើយលុយ total ខ្ញុំធ្វើការដកសរុបទាំងលើកនេះគឺបានទៅដល់$255ហើយទាក់ទងមួយហ្គេមនេះគឺបាន$255ហើយឥឡូវខ្ញុំទៅបង្ហាញនៅក្នុង PayPal សិនថាតើនៅក្នុង PayPal របស់ខ្ញុំគឺទទួលបានទឹកលុយ$3.34ហ្នឹងពិតមែនឬក៏អត់គឺបានចូលទៅក្នុង PayPal ឬក៏នៅអញ្ចឹងឥឡូវតោះទៅទស្សនាទាំងគ្នាអូខេអ្នកនាងអញ្ចឹងឥឡូវចូលមកដល់ PayPal របស់ខ្ញុំហើយអញ្ចឹង PayPal របស់ខ្ញុំគឺខ្ញុំឡើងទៅដល់$44គឺខ្ញុំដកបានចំណុច$3.34នៅថែមទៀតអញ្ចឹង$3.34នេះគឺជាលុយដែលខ្ញុំធ្វើការដកបាញ់មិញហ្នឹងបាទពីក្នុងហ្គេមចោលថ្មហ្នឹងមកចូលក្នុងហ្គេមអធិស្ឋានមកចូលមកក្នុង PayPal នេះបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទខ្ញុំបញ្ជាក់តែប៉ុណ្្នឹងទេកុំឲ្យវីដេអូនេះកាន់តែវែងជាង13-14នាទីឡើងទៅទៀតបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដានវីដេអូមួយពីដើមដល់ចប់បាទអរគុណ